ចានៅក្នុងវគ្គក្រោយចាលើលោកស្រីអ្នកនាងកញ្ញានឹងបានទទួលនៅភាពសប្បាយរីករាយតាមរយៈក្រុមកំ pl របស់ស្ថានីយ៍ទូរទស្សន៍ CTN ចារីករាយស្ដាប់នៅបទចម្រៀងមួយបទទៀតដែលជាការបកស្រាយដោយបងស្រីកាតាមរយៈបទអារម្មណ៍ត្រូវការបងគាត់លេងអារឿងស្អីមួយនោះឈ្មោះកូនអត់ខុនស្លាឈ្មោះកភឹមឈ្មោះអីកភឹមហ្នឹងកភេមណាកភេមហ៎កភេមបាទរឿងហ្នឹងគឺថាអូយផ្ទះខ្ញុំបងប្អូនខ្ញុំក្មួយខ្ញុំនោះគឺថាសង្ឃថាលេងម៉ោងហ្នឹងហើយអាម៉ោង10នោះលេងទៀតមើលទៀតចាបងស្រីសំដែងសំចាស្បែបរហូតយំរហូតចាបាទចារីករាយទេសនាដូចតទៅបាទសូមចេញភ្នែកបងងើយសំលឹងអូនបានបញ្ជាក់អារម្មណ៍រូបថ្លៃថាការពិតបងក៏មានអូនខ្លះមែនទេទោះវាមិនមែនជាការពិតក៏អត់ចិនដែរសូមត្រឹមតែបានត្រង់ថែក្នុងក្តីស្រមៃសូមត្រង់ពេលនេះតើមកមានគេទេអារម្មណ៍នេះមែនគិតអូនខ្លាំងតែថ្លៃអាយអូននេះឡងស្នេហ៍បងរវល់រវីខ្លាំងណាស់ថ្លៃចិនស្រមោស្រមៃម្នាក់អាយបើសិនពេលនេះមកជាសង្សារអូននឹងថ្នាក់ថ្នមអាយអូនពីចិនណាតែបងមិនអើអ្នកណាបើហៅមើលអ្នកស្អីណាជីវ៉ាសង្ឃឹមថាខ្លាចជាការបាការភ្នែកបងងើយសំលឹងអូនបានបញ្ជាក់អារម្មណ៍រូបថ្លៃថាការពិតបងក៏មានអូនខ្លះមែនទេទោះវាមិនមែនជាការពិតក៏អត់ចិនដែរសូមត្រឹមតែបានត្រង់ថែក្នុងក្តីស្រមៃសូមត្រង់ពេលនេះតើមកមានគេទេអារម្មណ៍នេះមែនគិតអូនខ្លាំងតែថ្លៃអាយអូននេះឡងស្នេហ៍បងរវល់រវីខ្លាំងណាស់ថ្លៃចិនស្រមោស្រមៃម្នាក់អាយបើសិនពេលនេះមកជាសង្សារអូននឹងថ្នាក់ថ្នមអាយអូនពីចិនណាតែបងមិនអើអ្នកណាបើហៅមើលអ្នកស្អីណាជីវ៉ាសង្ឃឹមថាខ្លាចជាការបាត្រង់ពេលនេះតើមកមានគេទេអារម្មណ៍នេះមែនគិតបងខ្លាំងតែថ្លៃអាយអូននេះឡងស្នេហ៍បងរវល់រវីខ្លាំងណាស់ថ្លៃចិនស្រមោស្រមៃម្នាក់អាយបើសិនពេលនេះមកជាសង្សារអូននឹងថ្នាក់ថ្នមអាយអូនពីចិនណាតែបងមិនអើអ្នកណាបើហៅមើលអ្នកស្អីណាជីវ៉ាសង្ឃឹមថាខ្លាចជាការបា ចាហើយបណ្ដាជាបទចុងក្រោយរបស់នាងខ្ញុំសូមផ្ញើជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាទូទាំងប្រទេសជាតិអ្នកកម្ពុជាសូមថែរក្សាសុខភាពផងដែរចាហើយក៏សូមផ្ញើជូនទៅដល់ហាងសេជាតិនិងហាងរយុទ្ធផងដែរចាអរគុណចានៅក្នុងពេលនេះអញ្ញាតសម្រាប់មួយផ្លែសិន